ប្រមុខសិទ្ធិមនុស្ស UN អំពាវនាវឲ្យអាមេរិកបញ្ចប់ការស៊ើបអង្កេតករណីវាយប្រហារសាលារៀននៅអ៊ីរ៉ង់ដែលសម្លាប់កុមារនិងគ្រូបង្រៀនជៀន175នាក់កាលពីដើមខែមិនិនា នេះបើតាមការចេញផ្សាយដោយបណ្ដាញព័ត៌មានអន្តរជាតិក្នុងនោះលោក Volker Turk បានថ្លែងតាមរយៈវីដេអូថាត្រូវតែមានយុត្តិធម៌ចំពោះមហន្តរាយដ៏គួរឲ្យរន្ធត់នេះកាលពីថ្ងៃទី5ខែមិនិនាទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថាអ្នកស៊ើបអង្កេតយោធាអាមេរិកជឿជាក់ថាកងកម្លាំងខ្លួនធំមុងជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះទោះបីជាមន្ទីរបញ្ជាកោណនៅមិនទាន់បញ្ចេញលទ្ធផលផ្លូវការនៅឡើយដោយឡែកអ៊ីស្រាអែលក៏បានអះអាងថាខ្លួនកំពុងស៊ើបអង្កេតលើឧបទ្ទវហេតុនេះផងដែរគួរបញ្ជាក់ថារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាំងលោក Abbas Araghchi បានថ្លែងទៅកាន់ក្រុមប្រឹក្សាថាអំពើឃោរឃ្រឿងនេះមិនអាចរកលេសកាយខ្លួនឡើយនិងមិនអាចលាក់បាំងបានឡើយស្របពេលជាមួយគ្នានេះតំណាងប្រទេសចិននិងប៉ាគីស្ថានបានចូលរួមថ្កោលទោសយ៉ាងខ្លាំងក្លាដោយចាត់ទុកទង្វើនេះថាជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសីលធម៌មនុស្សធម៌ទោះជាយ៉ាងណាសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានធ្វើបដិការមិនចូលរួមក្នុងកិច្ចប្រជុំនេះទេដោយចោទប្រកាន់ថាស្ថាប័ននេះមានភាពលំអៀងប្រឆាំងនឹងអ៊ីស្រាអែលទន្ទឹមនឹងការថ្កោលទោសលើសហរដ្ឋអាមេរិកប្រទេសមួយចំនួនដូចជាអង់គ្លេសនិងប្រេស៊ីលក៏បានរំលឹកពីការរំលោភសិទ្ធិមនុស្សអ៊ីរ៉ង់ផ្ទាល់ខ្លួនក្នុងការបង្ក្រាបបាតុករកាលពីខែមករានិងការវាយប្រហារសងសឹកលើគោលដៅស៊ីវិលក្នុងតំបន់ផងដែរ